គេអ្នកសក់វែងសួរហកកន្លែងកាត់សក់បបាក់អីតែឯងអ្នកសក់ខ្លីនេះបបាក់ហកកន្លែងកាត់សក់ជាងគេអ្នកសក់វែងទៀតត្រូវជាមួយនឹងការចូលចិត្តលេងពណ៌សក់ខ្លាំងៗកាត់ខ្លីៗសាហាវៗដូចខ្ញុំចេះទៀតពេលខ្លះឈូសពាក់កណ្ដាលក្បាយអញ្ចឹងណាចាមិនងាយរកកន្លែងកាត់សក់ត្រូវចិត្តទេហើយអ្នកគេថាអ្នកសក់ខ្លីអត់ចេះខូចសក់កាត់ចោលអស់ពេលដែលខូចហ្នឹងចាអត់ទេឲ្យតែលាបខុសកន្លែងលាបអត់ត្រូវចិត្តខូចដូចគ្នាហើយកាត់អ្នកកាត់សក់ខ្លីមិនមែនកាត់លឿនដូចអ្នកសក់វែងទេចាកាត់យូរគេអ្នកសក់វែងទៀតអញ្ចឹងទៅមើលទាំងអស់គ្នាហេតុអីបើខ្ញុំកាត់សក់យូរជាងគេហើយឥឡូវនេះដែរក៏យើងមកដល់កន្លែងកាត់សក់សំណប់ចិត្តរបស់ខ្ញុំហើយចាហើយមូលហេតុដែលកាត់សក់យូរហ្នឹងមិនមែនមកពីខ្ញុំកាត់បដាញ៉ាំបដាទេចាមកពីជាងកាត់សក់គាត់នៅកាត់ម្ដងមួយវែកម្ដងមកស្ទាត់ដើម្បីឲ្យសក់ហ្នឹងវាប៉ោងសាប់ឃើញស្អាតទោះបីយើងអត់ផ្លុំអត់ធ្វើម៉ូដអីក៏ដោយព្រោះសក់ខ្លីមិនងាយណាតែកាត់មិនស្រួលគឺក៏ពិតជាប់ដែរគាត់មើលហើយអញ្ចឹងគាត់ត្រូវសាប់ម្ដងវែកម្ដងមកស្ទាត់កាត់ឲ្យឃើញប៉ោងឲ្យឃើញមានរបៀបរៀបរយនិយាយទៅគឺស្អាតខ្លាំងមែនតើអូយត្រូវចិត្តខ្ញុំខ្លាំងខ្ញុំនេះវិញគឺនិយាយទៅគឺមិនដែលផ្លុំដែលគៀបអីចេញម៉ូដទេនិយាយទៅគ្រាន់តែកក់ហើយគឺទុកឲ្យស្ងួតគឺវាចេញម៉ូដដែរដោយសារជាងគាត់មានជំនាញគាត់ចេះសាប់ចេះអីចឹងណាមិនមែនជំនាញតែសក់ខ្លីសក់វែងក៏គាត់បកកែកាត់ដែរហើយនិយាយទៅគឺតម្រៀបគ្នាចេញចូលសក់អ្នកមកកាត់សក់មួយគាត់ឯហ្នឹងហើយខ្ញុំកាត់តាត់ឲ្យបែកកណ្ដិតលាបសក់លាបចើមទៀតហើយចានេះគឺពណ៌សក់ខ្ញុំពេលលាបហើយអូយមើលទៅឲ្យបានបន្ទុកដែរសម្រាប់ទីតាំងគឺស្រួលទេបងប្អូនខ្លះអត់ទាន់ស្គាល់អាចមើលក្នុងវីដេអូនេះបាននិយាយទៅគឺជាប់នឹងវគ្គបុណ្យធម្មអូឡ িম্প ពិកតែម្ដងនិយាយទៅឃើញហាងគាត់នេះគឺឈ្មោះព្រះច័ន្ទកន្លែងហ្នឹងឯង